ហើយពីណាគេខ្លះដូចខ្ញុំបាញ់ឆៅតែមកប្រទេសណាតែបន្លែលក់វិញហូបមកកញ្ឆេងតែឯងម៉ាក់នឹងអីអ្នកលក់កវីក្បាលហ្មងហូបបាញ់ឆៅគឺឆ្ងាញ់ជាមួយនឹងបន្លែលក់ហ្នឹងឯងត្រូវអត់បងប្អូនត្រូវដែរតែមិនដឹងត្រូវអីបើមិនត្រូវតបងក៏ត្រូវប៉ុណ្ណងដែរអ្នកចូលចិត្តហូបបន្លែលក់ច្រើនដូចខ្ញុំអីមកបាញ់ឆៅអ៊ីឌូងមកចាបន្លែលក់មានគ្រប់មុខអស់ថែមអត់មានគិតលុយទេណាគេមិនល្បីបាញ់ឆៅមកប្រទេស2000នេះអ៊ីឌូងចាក់តែម្នាក់ឯងម្ដង6ខ្ទះពេលណាដាច់ខ្លាំងរហូតដល់8ខ្ទះក៏មានដែរចានេះពិតជាមីដាដៃ100មែនណាគាត់ចិញ្ចឹមកូនរហូតដល់8នាក់អត់ធម្មតាណាមកដល់ឥឡូវហ្នឹងនៅសតតែកូនពៅដែលនៅជាមួយគាត់ហើយកូនបងហ្នឹងគេមានគ្រួសារមានប្តីប្រពន្ធអស់ហើយកូនពៅគាត់នេះសតតែស្រីស្អាតណាចំណាប់ចំនួនទៀតមកជួយលក់ម៉ាក់ហើយនៅក្នុងមួយថ្ងៃហ្នឹងគាត់លក់បានចូល2ទៅ300ប្រទេសក្នុងមួយថ្ងៃពួកអីភ្ញៀវដែលជិះកាត់តាមផ្លូវហ្នឹងដឹងតែចូលញ៉ាំកន្លែងគាត់ហ្មងថ្ងៃណាបនទៀនសៅរ៍អាទិត្យអីហ្នឹងលើសហ្នឹងក៏មានដែរម្នាក់2 3ប្រទេសប្រទេសណែនពោះហើយសម្រាប់ណែមបន្លែគាត់វិញគាត់លក់បានរហូតដល់150ទៅ200ណែមអីមួយតែ1000ទេកន្លែងគាត់ធ្វើថ្មីរាល់ថ្ងៃទៅសើណាបាញ់ឆៅគាត់ចាក់ម្ដង6 7ខ្ទះប៉ុណ្ណឹងឯងនៅតែមានអ្នកមកញ៉ាំអង្គុយចាំទៀតចាក់អត់តាន់ទេដៃគាត់ចាក់ជំនាញហ្មងណាខ្វាច់ហើយបើគាត់លក់ចូល20ឆ្នាំឯហ្នឹងស្ទាត់បដ ாய் ហើយបើនិយាយពីបន្លែលក់គាត់វិញមានគ្រប់មុខស្រស់យកហ្មងយកមកពីតាមភូមិខ្លះទៀតយកមកពីផ្សារដែរអញ្ចឹងណាបន្លែគាត់កុំភ័យគឺធម្មជាតិសុទ្ធសាធមើលបន្លែទៅខ្ចីលវក់ញ៉ាំអស់ថែមគ្រាន់តែបន្លែផ្ទាប់បាញ់ឆៅហ្នឹងឆ្អែតបាត់បាញ់ឆៅទៅមកប្រទេសតែបន្លែចង់មកកញ្ឆេងហើយសម្រាប់ក្បួនញ៉ាំបាញ់ឆៅគេញ៉ាំដោយដៃអត់មានញ៉ាំដោយសាវាទេគេញ៉ាំដោយដៃបានឆ្ងាញ់ទៅខ្ពើមអីដៃខ្លួនឯងសោះហ្នឹងយកបន្លែមកផ្ទាប់ដាក់បាញ់ឆៅដាក់ស្នូបាញ់ឆៅហើយស្រូចទឹកត្រីមកដាក់ម្ទេសហឹលទៀតមកតំណងឆ្ងាញ់សាហាវបើគួងបន្លែនេះវិញកាន់តែឆ្ងាញ់ទៀតបោកទឹកត្រីគាត់ឆ្ងាញ់ដែរឆ្ងាញ់ញ៉ាំមួយផ្លែតអស់3 4ប្រទេសម្នាក់ឯងបាញ់ឆៅគួងវិញអស់2 3តែឯងណាអញ្ចឹងសម្រាប់បងប្អូនដែលជិះកាត់កន្លែងបាញ់ឆៅអ៊ីឌុងកុំភ្លេចចូលមកញ៉ាំឆ្ងាញ់ណាបងប្អូនបើមិនជឿខ្ញុំទេទៅសួរមួយគាត់ទៅដឹងហើយអ្នកជិះឡានជិះម៉ូតូមកពីណាឆ្ងាយនឹងក៏ចូលញ៉ាំនៅកន្លែងគាត់ដែរញ៉ាំនៅនឹងអត់អស់ចិត្តទេណាមានទាំងអ្នកខ្ចប់យកទៅទៀតចាល្បីយកតែមែនតើណាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតហើយនឹងទីតាំងរបស់គាត់បងប្អូនអាចចូលទៅមើលនៅក្នុង comment បានណាហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះដល់ចប់ណាបើសិនជាចូលចិត្ត admin កុំភ្លេច like share ច្រើនមកអរគុណ